បាទសួស្តីបងប្អូនរឿង3យ៉ាងដែលខ្ញុំនឹងបង្ហាញតកតងនឹងការរៀបចំប្រព័ន្ធស្រោចស្រពសម្រាប់កសិកម្មអ្វីដែលសំខាន់ជាងគេគឺទី1គឺការសិក្សាពីតម្រូវការទឹករបស់ដំណាំតើកម្ពស់តម្រូវការទឹករបស់ដំណាំប្រមាណមីលីម៉ែត្រគុណជាមួយនឹងផ្ទៃដីអញ្ចឹងបងប្អូនបានដែលព័ត៌មាននេះយើងដឹងពីរំហួតរបឿនខ្យល់អញ្ចឹងទៅទី2គឺប្រព័ន្ធស្រោចស្រពដែលយើងគួរតែស្រោចស្រពនៅលើប្រព័ន្ធដំណក់ទឹកឬក៏បាយសាច់បាទដើម្បីយើងជ្រើសរើសទៅយកវាត្រូវហើយទី3គឺស្ថានភាពដីតើវាជាប្រភេទដីខ្សាច់ឬក៏ដីស្អិតឬក៏ដីល្បាយផ្សេងដែលធ្វើឲ្យកម្រិតស្រក់ទឹករបស់ដំណាំរបស់យើងនឹងមិនជោគជាប់ល្អ3យ៉ាងនេះគឺសំខាន់មួយបាទជួបគ្នានៅវីដេអូបន្តទៀតបើបងប្អូនចង់ដឹងពីតកតងជំនួយសំខាន់នៃការស្រោចស្រពបាទអរគុណច្រើន